ឃើញហើយទឹកភ្នែករហូតដោយមិនដឹងខ្លួនគណៈមនុស្សគ្រប់គ្នារាប់លានអ្នកកំពុងលេងសប្បាយជួបជុំគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុន្តែកងកម្លាំងឈរជើងតាមគោលដៅធ្វើរឿងនេះនាថ្ងៃនេះនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះរូបភាពនិងសរសេរសារថាសូមបើកបេះដូងទទួលពួកគាត់ផងគណៈមនុស្សគ្រប់គ្នារាប់លានអ្នកកំពុងតែលេងសប្បាយជួបជុំគ្រួសារហូបអាហារជុំគ្នានៅតាមបណ្ដាខេត្តនានាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ3ថ្ងៃប៉ុន្តែពួកគាត់មិនបានសប្បាយជួបជុំគ្រួសារដោយពលរដ្ឋយើងទាំងអស់នោះទេគឺពួកគាត់នៅឈរជើងតាមគោលដៅកំសាន្តនានានិងទទួលភារកិច្ចរៀងៗខ្លួនត្រៀមកម្លាំង24ម៉ោងលើ24ម៉ោងរងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនិងសង្គ្រោះថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សដំណាភាពមិនរើសអើងនិងយុត្តិធម៌សម្រាប់ប្រជាជនដែលជួបគ្រោះថ្នាក់ដោយអគ្គិភ័យដោយមិនគិតពីការគ្រោះថ្នាក់ដល់ខ្លួនឯងឡើយដោយមិនប្រកាន់ថាអ្នកក្រអ្នកតូចអ្នកធំមនុស្សម្នាក់គ្មាននរណាល្អគ្រប់ដប់នោះទេចុះទម្រាំពួកគាត់បំរើប្រជាជនរាប់លានអ្នករឿងអ្វីមិនអាចមានអ្នកទាស់ចិត្តនិងរិះគន់ថ្ងៃណាមួយពួកគាត់មានកំហុសឆ្គងបន្តិចបន្តួចដោយអចេតនាសូមរិះគន់គាត់ដោយស្ថាបនាកុំរិះគន់ជាន់ពន្លិចបេះដូងកងកម្លាំងពន្លត់អគ្គិភ័យតែងតែនៅជាមួយប្រជាពលរដ្ឋសំខាន់ជាងគ្រួសារខ្លួនឯងដោយពាក្យថាជីវិតជូនជាតិធាតុជូនម៉ែនៅថ្ងៃនេះក្នុងករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមមាត់ប្រឡាយលូបឹងសាឡាំងសង្កាត់បឹងសាឡាំងខណ្ឌទួលគោករាជធានីភ្នំពេញវេលាម៉ោង9